ទី3គឺ The Old Firm មកពី Scotland រវាង Celtic និង Rangers មិនសូវមានគូប្រជែងណានៅលើភពផែនដីដែលបៀមភ្ជាប់សម្ពាធដ៏តានតឹងមហាសាលដោយ The Old Firm ទេជំនួប Derby នេះកើតចេញពីចំនួនសាសនានយោបាយនិងអត្តសញ្ញាណរបស់ជាតិសាសន៍ Celtic ដែលកើតចេញពីការគាំទ្ររបស់សហគមន៍អ្នកជឿលើសាសនាគ្រីស្ទនិកាយ Catholic របស់ Ireland ចំណែក Rangers គាំទ្រដោយសហគមន៍សម្ព័ន្ធអ្នកជឿលើគ្រីស្ទនិកាយ Protestant អស់រាប់ទសវត្សរ៍នៅទីក្រុង Glasgow គ្រប់ការប្រកួតវាលើសពីបានទាត់វិភាគបានទៅនឹងការការពារនៅវិថីជីវិតរបស់ខ្លួនអញ្ចឹងរហូតមកដល់រាល់ថ្ងៃនេះទម្លេងទាំងហឹងអើងកងអារម្មណ៍ក្តុកក្តួលភាពប្រេះឆានានានៅតែបន្តនៅក្នុងទីលានជាដរាបសម្រាប់ការប្រជែងផ្សេងពេលចាញ់វាអាចនឹងគ្រាន់តែជាការបាត់បង់3ពិន្ទុតែសម្រាប់ The Old Firm វាប្រៀបបាននឹងការបាត់បង់នៅចិត្តវិញ្ញាណក្នុងការតម្រង់ជីវិតដើម្បីរស់នៅជាបន្តអញ្ចឹង